ចាជាអ្នកសិស្សលោកគ្រូនាងខ្ញុំឈ្មោះឯចន្ទណានេះគឺជាកិច្ចការដែលខ្ញុំបានធ្វើតាក់ទងទៅនឹងការបង្កើតនិងប្រើប្រាស់ array កន្លែងនេះដែរគឺបង្កើត list មួយសម្រាប់ store ទិន្នន័យរបស់ array ហើយកន្លែងនេះកូដនេះដែរគឺសម្រាប់ input value ទៅឲ្យ array នីមួយៗហើយកន្លែងនេះកូដនេះសម្រាប់ delete value របស់ array មួយដែលយើងចង់ delete ហើយ is នេះបើយើងវាយទិន្នន័យដែលវានៅក្នុង array វានឹង output មកហៅថា value delete ហើយបើ l នេះបើអត់មានទេហៅថា value not found ហើយកូដនេះសម្រាប់ sortition array ដែលយើងនៅសល់បន្ទាប់ពីលុបហើយនេះយើងវាយមក10 20 30 40 50អានេះគឺយើងវាយ value ដែលយើងចង់ delete ឥឡូវយើងដាក់40ហើយយើងវាយមក array ដែលនៅសល់មាន50 30 20និង10